សនាអ្នកនរគ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំសម្រាប់คลิปនេះយើងមកស្ដាប់ manga រឿង Berserk Chapter 386 វគ្គ Fantasy ការនាដទៅខាងកើតប៉ុន្តែសាច់រឿងនៅក្នុង Chapter នេះគឺខ្លីទេប្រហែលជានិយាយអត់បានដល់5នាទីផងក៏មិនដឹងដែរហើយដោយ Chapter នេះមានចំណងជើងថាតើអ្នកអាចចាប់បក្សីដែលហោះហើរក្នុងពពកបានដែរឬទេតែហើយសាច់រឿងគេក៏បានបកយាយថាស្ទាំងនឹងក្តាប់គ្រប់យ៉ាងនៅក្នុងដៃនៅពេលដែលកាសដឹងខ្លួនមានស្មារតីឡើងវិញតើមានរឿងអ្វីកើតឡើងនៅនគររបស់ស្ទាំងនៅក្នុងសាលធំនៃព្រះរាជវាំង Falconia ខាស្កាដែលស្លៀកពាក់ស្ដាងបានឈរមើលទៅ Griffith នៅផ្នែកម្ខាងទៀតនៅចំពោះមុខរបស់គេគឺដើមឈើនៃពិភពលោកដែលមានមេឃធាតុភ្លឺចិញ្ចាញ់ចាក់ទម្លុះផ្ទៃមេឃខាស្កានាងមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងនៅត្រង់លើស្នាមវាយត្រានៃគ្រឿងដង្វាយហើយវាក៏ចាប់ផ្ដើមធ្វើទុកនៅពេលដែលនាងចូលកាន់តែគៀក Griffith ដែលជា God Handខាស្កានាងដកដង្ហើមកាន់តែញាប់ទៅខណៈដែលឈាមហូរចេញពីស្នាមវាយត្រានោះហើយនៅពេលនោះនៅតាមមេឃធាងនៃដើមឈើពិភពលោកក៏មានរូបភាពពន្លឺរបស់មនុស្សម្នាក់បានជ្រៀតចូលមកម្នាក់នោះគឺ Shika ដែលមកពីដែនដី Kushan ដ៏សែនឆ្ងាយដើម្បីតាមរក Casca ដែលត្រូវបាន Griffith ចាប់ខ្លួនមកឃើញហើយនោះគឺ Falconia ចាShika ដែលកំពុងហោះហើរពីលើមហានគរនោះក៏បាននិយាយជាមួយខ្លួនឯងមិនគួរឲ្យជឿសោះពន្លឺរបស់មនុស្សលោកភ្លឺចិញ្ចាញ់ដូចជាផ្កាយនៅលើមេឃនាពេលយប់អាធ្រាត្រនៅក្នុងចំណោមផ្កាយរាប់មិនអស់ទាំងនេះយើងត្រូវតែរកមើលបំណែកនៃដង្ហើមដែលជាក់លាក់តែមួយប៉ុណ្ណោះតែខណៈដែល Shika កំពុងរកមើលដង្ហើមរបស់ Casca នាងក៏មានអារម្មណ៍ដឹងចំពោះអ្វីមួយដែលធ្វើឲ្យនាងភ្ញាក់ផ្អើលនៅម្ខាងទៀត Sonia ដែលនៅជាមួយមូលនៅខាងក្រៅព្រះរាជវាំងក៏បានដឹងពីការមកដល់របស់ Shika ដែរនាងបានងើយមើលទៅដើមឈើពិភពលោកដោយភាពចង់ដឹងតែអញ្ចឹងក៏ធ្វើឲ្យមូលខំមើលតាមហើយឃើញហ្វូងបក្សីផ្លាស្ទិកកំពុងហោះហើរនៅលើផ្ទៃមេឃហ្វូងបក្សីជំលះមែនទេមូលនិយាយពួកបក្សីចាប់ផ្ដើមត្រឡប់មកវិញបន្តិចម្ដងហើយពួកវាធ្វើដំណើរមកពីទីឆ្ងាយណាស់តោះយ៉ាងទៅអាសូនីបាននិយាយកាត់មូលហើយបែរខ្នងដើរឆ្ពោះទៅកាន់ព្រះរាជវាំងសូនីនិងមូលបានដើរឡើងជណ្ដាលដែលមានរាងកោងហើយឆ្លងកាត់ទ្វារចូលសាលធំដើម្បីចូលគាល់ Griffith ដែលកំពុងរងចាំនៅទីនោះចាខាងមូលបានសង្កេតឃើញពួកអ្នកបម្រើកំពុងជួបជុំគ្នានិយាយដោយមានការភ្ញាក់ផ្អើលដូចមានរឿងអ្វីមួយនោះគឺពួកនាងកំពុងតាមរក Casca ដែលបានចេញមកប្រើដោយគ្មានការអនុញ្ញាតហើយពួកគេទាំងពីរនាក់ក៏បានដើរមកដល់កន្លែងដែល Griffith កំពុងស្ថិតនៅ Sonia នាងកំពុងនៅចំពោះមុខលោកម្ចាស់ Griffith ណាចាមូលបានប្រាប់ឲ្យ Sonia ដែលកំពុងឈរនោះលុតចង្កងចុះហើយអោនមុខធ្វើការគោរពដល់ស្ទាំងនៃពន្លឺពួកយើងត្រឡប់មកពីសមរភូមិវិញហើយចង់រាយការណ៍ជូនលោកម្ចាស់ចាមូលនិយាយឯខាងស្ទាំងនៃពន្លឺ Griffith ក៏ប្រាប់ថានិយាយមកស្ថានភាពវាស្មុគស្មាញបន្តិចការតាំងចិត្តក្នុងការកម្ចាត់ពួកបិសាចនិងរំដោះនគរផ្សេងៗកំពុងដំណើរការទៅយ៉ាងលឿនចាមូលនិយាយបញ្យល់ប៉ុន្តែពួកសំណល់ដែលនៅសេសសល់ពីប្រទេសដែលដួលរលំបានប្រែខ្លួនទៅជាក្រុមចៅប្លន់ក្រុមមនុស្សដែលត្រូវបានបណ្ដេញចេញពីទឹកដីកំណើតនិងក្រុមមនុស្សដែលនៅតែមានជំនឿលើសាសនាចាស់កំពុងបង្កភាពពឹកពរនៅកន្លែងដាច់ស្រយាលក្នុងទឹកដីនៃពួកកូសាននៅទៅខាងកើតចាពេលឃើញមូលនិយាយច្រើនអញ្ចឹងសូនីក៏បានដាស់តឿនឲ្យមូលនឹងនិយាយឲ្យចូលប្រធានបទមកត្រប់មកគឺយើងចាប់ផ្ដើមឃើញមនុស្សបដិសេធការរួមបញ្ចូលទៅក្នុង Falconia ចាមូលនិយាយដោយមានការព្រួយបារម្ភដូច្នេះយើងមិនអាចបង្ងើយកន្តើយបានទេធ្វើបានល្អណាស់អ្នកទាំងពីរចា Griffith ឆ្លើយដោយទឹកមុខស្ងប់ស្ងៀមងើបមុខឡើងមកសង្ឃឹមឲ្យពួកនោះចា Sonia និយាយបន្ទាប់ពីក្រោកឈរធ្វើឲ្យមូលភ្ញាក់ផ្អើលយើងមិនបានធ្វើអ្វីមិនល្អសោះមែនទេតែបែរជាតែប្រកាន់ជាប់នៅគំនិតចាស់ខុសហើយត្រូវគេបោះបង់ចោលមានតែនឹងខ្លាយជាឧបសគ្គរារាំងផ្លូវនៃសេចក្តីចម្រើនតែប៉ុណ្ណោះគិតស្អីរបស់ពួកវាទេឯខាងមូលក៏បានដាស់តឿនថាណែប្រយ័ត្នមកបន្តិចទៅប៉ុន្តែ Sonia វាធ្វើជាមិនដឹងឮចំណែកខាង Griffith ក៏បាននិយាយថាមនុស្សគ្រប់គ្នាគឺភ័យខ្លាចចរន្តនៃពេលវេលាបានផ្លាស់ប្ដូរពិភពលោកដោយមិនឈប់ឈរនៅពេលដែលការព្រួយបារម្ភចំពោះភាពប្រែប្រួលมันប្រកបវិជាចាក់ឫសជ្រៅក្នុងចិត្តមិនយូរប៉ុន្មានវានឹងរីករាលដាលខ្លាយជាភាពភ័យខ្លាចហើយនៅទីបំផុតវានឹងបង្កជាកំហឹងមានគ្រាន់តែនិយាយខុសទេយើងនៅមិនទាន់ដឹងច្បាស់ដល់កម្រិតនោះទេបាទចាខាងនោះឆ្លើយតបខណៈពេលដែលក្នុងចិត្តរបស់គេនឹងក៏គិតថាការយល់ដឹងរបស់ Griffith គឺឈានទៅមួយកម្រិតទៀតហើយខាង Griffith ក៏បន្តថាការបកស្រាយប្រហែលជារឿងពិបាកដូច្នេះយើងត្រូវតែបង្ហាញឲ្យឃើញដល់ផ្ទាល់ប៉ុន្តែទោះជាយ៉ាងណាក៏ដោយនៅពេលដល់ពេលវេលាយើងក៏ត្រូវតែតស៊ូឯខាងសូននេះក៏ស្រែកថាការដឹងច្បាស់ត្រូវតែបង្កើនឲ្យកាន់តែច្រើនឡើងហើយនាងក៏បែរខ្នងដើរចេញទៅចំណែកខាងមូលក៏ប្រាប់ថាមិនបានទេកម្រិតអីរួចគេក៏ដើរតាមសូនីពីក្រោយតែដែរតែបន្តមកទៀតអ្នកទាំងពីរក៏បានជួបជាមួយ Casca ដែលកំពុងឈរផ្អែកសសរដោយភាពទន់ខ្សោយមូលឃើញនាងមានអាការៈមិនល្អទើបដើរចូលទៅសួរនាំប៉ុន្តែសូនីក៏បានរារាំងហើយសូនីក៏ប្រាប់ថាទុកវានៅនឹងចុះគ្រាន់តែជាស្រីបម្រើប៉ុណ្ណោះ
ចាសូនីនិយាយហើយវាក៏ចាប់ដៃមូដែរចឹងទៅសូនីនេះវាប្រហែលជាមិនពេញចិត្តនឹង Casca ទេនិយាយទៅគឺវាចំណែនវាប្រច័ណ្ឌ Casca ជាមួយ Griffith ហើយ Griffith ដែលឈរនៅម្នាក់ឯងបានយកដៃស្ទាបទ្រង់ស្ទាបដឹងដល់ចង្វាក់បេះដូងឯងបានដឹងតើបានចា Griffith គិតក្នុងចិត្តហើយដើរត្រង់ទៅរក Casca គេចូលទៅចិត្តនាងដែលកំពុងភ័យស្លន់ស្អើហើយឃើញស្នាមវាយត្រានៅលើទ្រង់ដែលជោគជាំដោយឈាមហេតុអ្វីបានជានាងមកទីចុចចា Griffith សួរ Casca មិនទាន់ចាប់ប្រយោគផងនៅពេលនោះនៅលើដីក្រោមជើងរបស់គេហ្នឹងក៏មានដុំពពកពណ៌ខ្មៅផុសឡើងមកប៉ុន្តែ Griffith ប្រើធម្មពលរុញវាឲ្យឃ្លាតទៅខាងក្រោយបន្ទាប់មកគេក៏កលេចភ្នែកបែរទៅមើលឯដុំពពកខ្មៅនោះក៏ចាប់ផ្ដើមបង្ហាញរូបរាងជាអត្តសញ្ញាណអាក្រក់ទាំង4ពួកវាមានឥទ្ធិពលខ្លាំងរហូតធ្វើឲ្យ Casca ឈឺចាប់រន្ធត់ត្រង់ស្នាមវាយត្រាហើយបន្ទាប់មកយើងក៏បានឃើញសម្មាលរូបរាងរបស់ Godhead ដែលបានបង្ហាញខ្លួនមកមានដូចជា Slug, Boy, Conrad និង Ubik Griffith បានយកអាវក្រៅទៅបាំងការពារចាដូចជាការពារ Casca ពីការគំរាមកំហែងនៃទេវទូតទាំង4យើងគិតថានឹងមកមើលបន្តិចថាឯងកំពុងធ្វើអ្វីចាស្លាននិយាយប៉ុន្តែឯងបែរជាដោះលែងពួកបិសាចចេញមកដើម្បីតែកម្ចាត់វាដោយខ្លួនឯងសម្ដែងល្ខោនជាស្ដេចនៃជ័យជំនះសម្ដែងល្ខោនជាវរៈបុរសចា Ubik និយាយការលេងសើចដែលគ្មានខ្លឹមសារទៀបជាងការលេងសើចរបស់ក្មេងទៅទៀត Boy និយាយគ្រប់យ៉ាងគឺជាការកុហកគ្រប់យ៉ាងគឺជាការបំភាន់ភាពស្រពេចចពិលដែលនឹងបាត់ទៅក្នុងមួយប្រព្រឹត្តភ្នែកប្រសិនបើគ្រាន់តែមានអ្នកណាម្នាក់ដកដង្ហើមនឹងរួចខ្លួនមែនទេគួរឲ្យអស់សំណើចខ្លាំងណាស់តា Conrad និយាយម្ដងអោគួរឲ្យរំភើបណាស់ពិតជារូបភាពដែលគួរឲ្យរំភើបណាស់នេះឬអ្វីដែលឯងអាចធ្វើបាននៅទីបំផុតឯងក៏មិនមែនជាស្ដេចនៃអ្វីទាំងអស់ក្រៅពីរោងល្ខោនតូចៗរបស់ឯងផ្ទាល់ប៉ុណ្ណោះចាពួក Godhead ទាំងអស់ហ្នឹងបាននិយាយចំអកឡកលើយដល់ Griffith តែ Griffith គេក៏មិនតបតអ្វីទាំងអស់គេគ្រាន់តែលូកដៃចេញទៅហើយកំចាត់សម្មាលរូបរាងនៃទេវទូតទាំង4ឲ្យរលាយបាត់ទៅពេលជាមួយគ្នានោះដែរពួកនាងបម្រើក៏សម្រុកចូលមកក្នុងសាលធំហើយចូលមកមើល Casca ដែលកំពុងអង្គុយទ្រោបលើដីលោកស្រី Casca មានរបួសផងត្រូវតែប្រយ័ត្នបន្តិចណាដើររួចទេចាពួកនាងបញ្ចេញសម្លេងញ៉ៃញ៉ៃទៅហ្នឹងតែខណៈពេលដែលមើលពួកនាងបម្រើជូន Casca ដើរចេញទៅសម្លេងរបស់ Godhead នៅតែបន្តលាន់លឺនៅក្នុងការដឹងខ្លួនរបស់ Griffith នេះគឺជាអ្វីដែលឯងប្រាថ្នាពុកដល់ត្រជាក់ដែលហៅថា Falconia សូមរងចាំតាមដានភាគបន្តមិនទាន់ដឹងការបរិច្ឆេទចេញផ្សាយមិនដឹងថាប្រហែលខែឬប្រហែលឆ្នាំទេ